កូនកព្រាកូនកសត់ខ្វះភាពក៏ក្តៅម្ដាយឪពុកក៏ស្លាប់ចោលតាំងពីមិនតន់ឈប់ម៉ៅរស់នៅជាមួយគេអត់ទៅនៃអត់សោកសៅគ្មានឱកាសបានទៅសាលាជីវិតវាសែនងងខ្លៅទ្រូងលំបៅដៅនៅចប់ជីវិតតែចំណែននឹងអ្នកដទៃគេមានគ្រួសារមានមិត្តដល់ព្រមលិខិតអ្នកកំណត់ឬមួយវាសាអ្នកចាមិនដែលស្គាល់សុខគ្មានម៉ែពុកអនាថាឃើញគេទៅសាលាចិត្តចង់ទៅរៀនដែរតែគ្មានលទ្ធភាពព្រោះកំព្រីគ្មានឪម៉ែចំណែននឹងគេទៅសាលាឃើញកូនគេជីកង់ចំណែកខ្ញុំជីកង់ដែរតែជីទៅធ្វើសំណងទូមិនចង់ក៏វាមិនកើតខំប្រឹងដើម្បីកាពះអាយុមិនទាន់គ្រប់ពេលប្រឡប់ទៅចូលផ្ទះព្រោះនៅផ្ទះមានយាយចាស់ចូលរៀបភ្នែកពិការប្អូនស្រី3ឆ្នាំចាំជួយយាយលូកផ្កាអ្នកណាដឹងខ្ញុំនៅចំណុចហ្នឹងទោះគ្មានអ្នកណាដឹងក៏ខ្ញុំនៅតែខំប្រឹងព្រោះជីវិតតែប៉ុណ្ណឹងខ្ញុំរស់នៅតែឯងគ្មានគ្នារស់នៅនេះសែនរងាមានឈ្មោះជាក្មេងកំព្រាខ្ញុំរស់នៅតែឯងគ្មានគ្នារស់នៅនេះសែនរងាមានឈ្មោះជាក្មេងកំព្រាពេលល្ងាចមិនល្ងាចគេជុំមិត្តជុំគ្រួសារពេលល្ងាចមិនល្ងាចខ្ញុំដេកល្ងាចលើសួនច្បារណាថាអ្នកណាដឹងគ្មានអ្នកសួរជុំពីដំណឹងយកធរណីមកទ្រាំខ្នងដេកគ្មានមុខគ្មានអន់រឹងទៅចិត្តពេកមើលតែមេឃខំស្រែកមិនបានអញចឹងសមោហ៊ានឲ្យជាប់ថ្ពាល់គ្មានអ្នកជួបមិនបានអញចឹងមានតែស្បែកដណ្ដំចឹងសូមកំប្រឹងព្រោះអត់ចំណៃព្រឹកប្រលឹមអត់សង្ឃឹមឃើញកូនគេក្នុងឡានថ្មីតទៅមុខប្រកិនអីខ្វះចំណៃគ្មានចំណេះចូលសង្គមមិនចង់ទេព្រោះខោអាវតែមួយចង្កេះចូលចំណោមមិនចង់ទេព្រោះលើកខ្លួនមានក្លិនចេះចង់ចេះចង់មានចង់រៀនមិនចង់មានខ្ញុំតែតែមានសំណួរខ្ញុំសួរតែហេតុអ្វីតែអ្នកណាកំណត់ជីវិតជូរចត់ហត់រាល់ថ្ងៃពេលស្លាប់ខ្ញុំឡើងតាមសួរឬចុះនៅរស់ក្រោមដីចង់មានមុនគេកប់ដូចយល់សពទាំងថ្ងៃជីវិតនឹងមានត្រូវមានកណិតគិតប្រយោជន៍ឲ្យវែងគ្មានលំនឹងឲ្យខ្វះទីពឹងអានឹងយើងប្រឹងខ្លួនឯងលើវែងជីវិតខ្លីនឹងថ្មីរហូតពិបាកស្មានពិបាកកំណត់ថាអត់កំណត់គេធ្វើមិនកាត់តែយើងធ្វើបានទៅធ្វើឲ្យបានប្រកាសជាបានគេសម្រាប់យើងកុំសម្រានទៅរឿងសម្រាមក៏យើងកុំឆោតជីវិតចប់ក្នុងចំណោទយើងក្រតែទ្របមិនទាន់ចោតថាជីវិតយើងនឹងអាផតយើងក្រតែទ្របយើងខ្វះតែធន់តែគិតតែយូរអ្នកត្រូវរក្សាទុកវាឲ្យធ្ងន់